ដែលមកអត់បាននៅមួយខ្ញុំដែលបានកើតជាកូនរបស់គាត់ស្រឡាញ់បីបាច់មើលថែកូនខ្ញុំស្រឡាញ់ម៉ាក់ខ្លាំងធ្លាប់តមាត់តកអរគុណដែលមើលថែខ្ញុំតាំងពីទូសម្រាប់ថ្ងៃទិវាបុណ្យគុណម្ដាយខាងមុខនេះខ្ញុំសូមអរគុណម៉ាក់ដែលតែងតែស្រឡាញ់បីបាច់មើលថែកូនកូនចង់បានអីម៉ាក់តែងតែរកឲ្យកូនបានគ្រប់យ៉ាងខ្ញុំចង់អរគុណម៉ាក់ដែលបានបង្កើតខ្ញុំមកនៅក្នុងផែនដីនេះហើយក៏សោកស្ដាយដែលមកអត់បាននៅមួយខ្ញុំដល់ថ្ងៃនេះមកអត់បានឃើញភាពជោគជ័យអត់បានឃើញការតាំងចិត្តរបស់ខ្ញុំអត់បានឃើញកូនមានការងារធ្វើល្អខ្ញុំចង់ឲ្យម៉ាក់ដឹងថាឥឡូវនេះខ្ញុំពិតជារឹងមាំខ្លាំងមែនតើខ្ញុំសប្បាយចិត្តនៅក្នុងការកើតមកជាកូនរបស់ម៉ាក់ខ្ញុំស្រឡាញ់ម៉ាក់សម្រាប់ថ្ងៃទិវាគុណម្ដាយខាងមុខនេះខ្ញុំសូមអរគុណទៅដល់ម៉ាក់ដែលបានផ្ដល់កំណត់បង្កើតខ្ញុំឲ្យឃើញពិភពលោកនេះអរគុណមែនទែនសម្រាប់គ្រប់យ៉ាងដែលម៉ាក់ផ្ដល់ឲ្យកូនមិនថាកូនខុសមិនថាកូនចង់បានអ្វីគឺម៉ាក់តែងតែផ្ដល់ជូនផ្ដល់ឲ្យខ្ញុំទៅគឺម៉ាក់អត់ឲ្យកូនចាញ់គេទេហើយកូនក៏ចង់សុំទោសទៅកាន់ម៉ាក់តែកូនធ្លាប់តមាត់តកតែកូនធ្លាប់ធ្វើខុសលើម៉ាក់ឲ្យម៉ាក់អត់សប្បាយចិត្តតែកូនអរគុណម៉ាក់មែនតើទោះបីជាកូនខុសបែបណាក៏ដោយក៏ម៉ាក់នៅតែអភ័យទោសនៅតែស្រឡាញ់កូននៅតែផ្ដល់គ្រប់យ៉ាងឲ្យកូនម៉ាក់ដើរតួជាម៉ាក់ដើរតួជាប៉ាដើម្បីតែកូនស្រីម្នាក់នេះម៉ាក់ហត់ខ្លាំងពេកហើយកូនអរគុណម៉ាក់ខ្លាំងមែនតើខ្ញុំចង់ប្រាប់ថាខ្ញុំស្រឡាញ់ម៉ាក់ខ្លាំងខ្ញុំចង់និយាយទៅកាន់ម៉ែរបស់ខ្ញុំថាខ្ញុំពិតជាមានមោទនភាពដែលបានកើតជាកូនរបស់គាត់ដែលមានសពគ្រប់បែបយ៉ាងគឺដើមចេញពីកំណើតរបស់ម៉ែខ្ញុំផ្ដល់ឲ្យអញ្ចឹងជាចុងក្រោយខ្ញុំសូមផ្ដាំផ្ញើទៅម៉ែតែគាត់អត់មានឱកាសបានឃើញឬក៏បានមើលខ្ញុំតែកូនពិតជាជោគជ័យជីវិតទាំងជីវិតគ្រួសារទាំងជីវិតការងារកូនបានដើរមកដល់ចំណុចនេះគឺព្រោះតែម៉ែនិងប៉ាជាអ្នកផ្ដល់កំណើតឲ្យកូនចង់អរគុណគាត់អរគុណម៉ែដែលបង្កើតកូនដែលគួរឲ្យស្រឡាញ់អញ្ចឹងហើយអរគុណដែលមើលថែខ្ញុំតាំងពីទូចរហូតដល់ធំនិយាយទៅទូពិបាកតែគាត់នៅតែអត់ល្អចា៎សម្រាប់ឡានថ្មីខ្ញុំចង់ទិញ MG7 ព្រោះដោយសារវាស្អាតហើយស៊ីវិល័យហើយមួយទៀតខ្ញុំចង់សម្រេចក្តីបំណងរបស់ម៉ាក់ខ្ញុំដែលជូនគាត់ទៅកំពង់សោមសម្រាប់ឡានថ្មីរបស់ខ្ញុំគឺរថយន្ត MG RX5 ខ្ញុំនឹងជូនម៉ាក់ខ្ញុំទៅគ្រប់ទីកន្លែងដែលគាត់អត់ដែលបានទៅបើសិនជាខ្ញុំទិញឡានថ្មីខ្ញុំនឹងជ្រើសរើសយក MG RX9 ដោយសារតែ MG RX9 គឺឡានធំហើយម៉ាក់ខ្ញុំគឺគាត់ស្រឡាញ់ឡានធំហើយខ្ពស់បើសិនជាខ្ញុំទិញហើយគឺខ្ញុំនឹងជូនម៉ាក់ខ្ញុំទៅលេងនៅខេត្តសៀមរាបទៅលេងប្រាសាទដោយសារម៉ាក់គាត់ធ្លាប់និយាយប្រាប់ខ្ញុំថានៅពេលដែលកូនរកស៊ីធូរធារនៅពេលដែលកូនមានការងារធ្វើគ្រប់គ្រាន់នៅពេលដែលកូនមានឡានទំនើបគឺគាត់ចង់ឲ្យខ្ញុំនឹងជូនគាត់ទៅលេងនៅខាងខេត្តសៀមរាបប្រកាសជាទិញ MG ហ៎បងព្រោះខ្ញុំស្រឡាញ់ឡាន MG ហើយម៉ាក់ខ្ញុំគាត់ចូលចិត្តឡានរៀងស្ពណ៌អញ្ចឹងខ្ញុំនឹងជ្រើសរើសយក MG7 ឲ្យគាត់ទៅដើរលេងនៅកំពង់សោមហើយនៅសៀមរាបសិនជាម៉ែខ្ញុំនៅតាន់ខ្ញុំចង់ទិញឡាន MG RX5 ឬក៏ RX8 ដោយសារតែម្ដាយខ្ញុំគាត់ធាត់ហើយគាត់ពុលឡានខ្ញុំពិតជាចង់ឲ្យគាត់បានស្គាល់ពេលវេលាទាំងអស់ហ្នឹងនៅក្នុងឡានដែលគាត់ធ្លាប់តែពីមុនមកគាត់ជិះឡានឈ្នួលគឺគាត់ពុលខ្លាំងគាត់ពិបាកក្នុងការធ្វើដំណើរទៅណាមកណាគឺគាត់មិនធ្លាប់បានស្គាល់សៀមរាបមិនធ្លាប់បានស្គាល់កំពង់សោមទេចឹងខ្ញុំពិតជាស្ដាយហើយចង់ឲ្យគាត់មានឱកាសបែបហ្នឹងបើសិនជាខ្ញុំទិញឡានថ្មីខ្ញុំនឹងពិចារណាទៅលើ RX5 ព្រោះដោយសារម៉ែហ្នឹងរៀងទូលាយសម្រាប់គ្រួសារខ្ញុំនឹងជូនគាត់ទៅកន្លែងឆ្ងាយព្រោះគាត់អត់សូវបានដើរលេងទេគាត់នៅតែផ្ទះឯងខ្ញុំស្រឡាញ់ម៉ាក់របស់ខ្ញុំជាងគេសប្បាយចិត្តណាស់ដែលកើតជាកូនម៉ាក់ជីវិត
ពេកហើយមកតែនៅខាងកូនគ្រប់ឧបសគ្គទោះបីត្រូវលំបាកយ៉ាងណាមិនរៀគ្មានថ្ងៃឈប់ស្រឡាញ់មកខ្ញុំទេលើលោកនេះខ្ញុំស្រឡាញ់ម៉ាក់ខ្ញុំជាងគេ